ខ្ញុំធ្លាប់ខំព្យាយាមធ្វើ planner ដាក់កាលវិភាគនៅក្នុងរយៈពេលមួយខែហ្នឹងទៅតាមអីដែលខ្ញុំគិតថាខ្ញុំអាចធ្វើបានថាខ្ញុំចង់ធ្វើតែភាគច្រើនវាអត់ដែលទៅតាមអីដែលខ្ញុំព្រមទុកទេហើយខ្ញុំឆ្ងល់ថាមិនចឹងរដូវហើយវត្តរដូវខុសគ្នាមិនរដូវហ្នឹងគឺយើងរាប់តែពេលដែលយើងមកឈាមឯងតែវត្តរដូវគឺវាមួយជុំតាំងពីពេលដែលយើងធ្លាក់ឈាមនៅខែណាមួយហ្នឹងរហូតដល់យើងធ្លាក់ឈាមនៅខែបន្ទាប់ហើយខ្ញុំចំណាំបានថាពេលដែលខ្ញុំអស់រដូវហើយគឺមានកម្លាំងហ្មងគឺធ្វើអីក៏ចាញ់ដែរតែដល់ពេល10ថ្ងៃ12ថ្ងៃក្រោយមកខ្ញុំចាប់ដើមដឹងថាកម្លាំងខ្ញុំធ្លាក់ចុះមែនតើហើយពេលហ្នឹងហើយគឺជាពេលដែលយើងជាមនុស្សស្រីឬក៏ជាអ្នកដែលគាត់មករដូវហ្នឹងគឺមានអារម្មណ៍ថា productivity ឬមួយក៏ការដែលយើងធ្វើការហ្នឹងកម្លាំងនៅក្នុងការធ្វើការរបស់យើងហ្នឹងគឺធ្លាក់ចុះវគ្គចុងក្រោយដែលយើងចិត្តមកដើមម្ដងទៀតហ្នឹងណាយើងត្រូវការសម្រាកហើយតាមពិតមិនមែនយើងអត់ធ្វើការទេនៅខាងក្នុងខ្លួនយើងហ្នឹងគឺវាធ្វើការប៉ុន្តែវាធ្វើការរបៀបផ្សេងវាធ្វើការរបៀបត្រូវការពេលឆ្លុះបញ្ចាំងធ្វើការរបៀបឲ្យយើងហ្នឹងមើលនៅលើការងារឬមួយក៏អារម្មណ៍ដែលកើតឡើងកន្លងមកនៅក្នុងខែហ្នឹងមានកើតឡើងខ្លះវាគឺជាពេលដែលយើង slow down ជាពេលដែលយើងបន្ថយល្បឿនហើយហ្នឹងគឺជារបៀបមនុស្សស្រីឬក៏ក្បាច់ស្រីអញ្ចឹងយើងអាចដាក់ planner ថាមួយខែហ្នឹងគឺខ្ញុំត្រូវធ្វើបែបហ្នឹងដូចគ្នាអញ្ចឹងរហូតពេញមួយខែខ្ញុំជឿថាមានអ្នកធ្វើបានតែយើងកំពុងតែធ្វើការក្បាច់ប្រុសហើយពេលខ្លះខ្ញុំមានអារម្មណ៍ frustrated ខ្ញុំមានអារម្មណ៍ដូចខ្ញុំចង់វាដល់វគ្គត្រូវធ្វើការងារជាមួយអ្នកដទៃឬមួយក៏នៅកន្លែងធ្វើការឬក៏ក្រុមការងារគាត់ត្រូវការឲ្យយើងហ្នឹងមាន energy មានកម្លាំងក្នុងការធ្វើការប៉ុន្តែសួរថាយើងធ្វើបានអត់ហ្នឹងហើយយើងធ្វើបានប៉ុន្តែតាមពិតបើសិនជាឲ្យខ្ញុំទទួលស្គាល់ការពិតនៅក្នុងខ្លួនខ្ញុំហ្នឹងគឺជាពេលមួយដែលខ្ញុំត្រូវបន្ថយល្បឿនមែនតើហើយត្រូវសម្រាកហើយធ្វើការដែរប៉ុន្តែយើងធ្វើការស្រាលៗឬក៏ធ្វើការណាដែលយើងអាចធ្វើនៅផ្ទះបានតាមពិតវាល្អសម្រាប់ខ្លួនយើងអញ្ចឹងនៅពេលដែលយើងធ្វើបានយើងក៏ដឹងថាធ្វើមកបើខ្លួនប្រាណខ្ញុំដល់ពេលដែលវាត្រូវចង់សម្រាកហើយខ្ញុំមានវត្តរដូវ so